ចូលគុំបុយវាគ្នាតែកណ្ដាលស្អាតតាមពីទៅណៃណោគ្នាឥឡូវនោះគឺថាខ្ញុំទៅតែចេញពីថតចឹងណាណោគ្នាទៅថាហើយខ្លះមែនតើហើយឥឡូវខ្ញុំមកហៅញ៉ាំនៅមាត់ស្ទឹងហើយនៅមាត់ស្ទឹងនោះគឺខ្ញុំឮគេល្បីថាមាននំមាត់ឆ្នាំងសៀមរាបតែពីតាំងគឺនៅម្ដុំវត្តព្រះអង្គកៅសីតមកកន្លែងគេជិះម៉ូតូអាគុយបងគ្នាខ្ញុំឃើញគេកំពុងចាក់នំមាត់ឆ្នាំងហ្នឹងគឺថាតំណងបដ ாய் ឥឡូវយើងទៅមើលតោះហាងគាត់នៅនេះម៉ាក់ខ្ញុំមកពីម្ដងណាបានញ៉ាំទេនិយាយទៅខ្ញុំអ្នកមានវាស្មានបានញ៉ាំមុនគេនៅតើគ្នាមកដល់ភ្លាមគឺថាឃើញអ៊ំចាក់តំណងពេកម៉ាក់ខ្ញុំក៏ឲ្យអ៊ំគាត់ជួយបរៀនខ្ញុំចាក់នំចឹងណាអ្នកខ្ញុំបាក់ភ្លេឡើងធំបដ ாய் គ្នាថ្ងៃណាមកឈ្មោះគាត់ធ្វើនំមាត់ឆ្នាំងនេះពណ៌កាឈប់គឺធ្វើពីមើមយាយយើងគ្រប់តុបសិនណាអត់គ្នាតែចាប់ណៃទីរ៉ាំស្នូសិនខ្មៅឈ្មោះដល់គ្នាឥឡូវយើងធ្វើការចូលជុំវិញជាពីគ្រីមតែតែមានបបិសោស្អាតពីកណ្ដាលនោះអរគ្នានេះគឺជារូបរាងនំទី1អ្នកគ្នាមើលទៅគឺថាពិបាកមើលខ្លាំងហ្មងពេលដែលមើលអ៊ំធ្វើឡើងស្រួលតទៅចាក់ខ្លួនឯងមិនដឹងថាពិបាកចេញលក់នេះដំបូងតែប៉ុណ្្នឹងឯងខុសត្រូវអីឆ្ងាយនៅតែគឺអ្នកគ្នាឥឡូវយើងចាក់មកបៃតងដែលគេធ្វើអំពីបន្លែនេះស្នូសិឈប់ជាមួយនឹងទីណាតោះដល់គ្នាគឺខ្ញុំអត់ចោះចាញ់ទេគឺខ្ញុំនឹងព្យាយាមចាក់ធ្វើមកឲ្យស្អាតបំផុតប៉ុន្តែគឺថាកាន់តែយ៉ាប់ទៅអ្នកគ្នាមើលនេះឡើងធ្លាយនេះស្នាដៃខ្លួនឯងពិតៗណាអ្នកដល់គ្នាមួយទៀតហ្នឹងគឺខ្ញុំឲ្យអ៊ីគាត់ធ្វើហ្មងដោយសារតែខ្ញុំទៅលេងរួចចាអ្នកគ្នាឲ្យគឺថាមិនមែនស្រួលធ្វើណាគឺថាឲ្យភ្នែកក្នុងខោទៀតអ្នកអរគ្នាសម្រាប់បកកឈុកនេះគឺគេធ្វើអំពីមើមយាយហើយស្នូទៅជីកដៅជាមួយនឹងសាច់ជ្រូកឆ្នាំអ្នកដល់គ្នាហើយសម្រាប់បកសនេះវិញអ្នកគ្នាស្មានតែបកសពេលដែលធ្វើឲ្យគឺថាពណ៌លឿងទេហើយធ្វើអំពីល្ពៅបកសនេះពេលដែលឆ្អិនគឺថាចេញពណ៌លឿងអីនេះហើយពណ៌បៃតងនេះវិញគឺគេកិនអំពីបន្លែគេដាក់ជាមួយនឹងស្នូសាច់ជ្រូកឆ្នាំជាមួយនឹងទៅជីកដុលអ្នកគ្នាឃើញចង់ឯណាក៏ប៉ុន្តែគឺថាពិបាកធ្វើណាដោយសារតែពេលធ្វើហ្នឹងគឺវាមានចំហាយក្តៅពីនេះតានេះមកអ៊ីចាក់ឲ្យជាមួយនឹងនេះមកចាននេះបោះអ៊ីចាក់ដែរអញ្ចឹងណាសម្រាប់នំមួយឆ្នាំនេះគឺថានំកំរហ្មងនិយាយទៅគឺថាខ្ញុំអត់ងាយឃើញនេះដូចជាផលិតផលម៉ាមីសាអញ្ចឹងនិយាយទៅគឺថាគុណភាពល្អហើយសំខាន់តម្លៃសមរម្យទៀតដល់អ្នកគ្នាតែឥឡូវនោះគឺថាម៉ាមីសាដាច់ស្តុកជាពិសេស Blue and Pink តែម្ដងអ្នកខ្ញុំទៅដល់ហូតតាមផ្សារទិញតាមផ្សារអីគឺថាអស់ស្តុកទាំងអស់បណ្ដោយអ្នកគ្នាប្រហែលជាខ្ញុំត្រូវទៅផ្ទះវិញហើយកាត់ទីបវាយកមកខ្ចោះលាបវិញហើយសម្រាប់ ASMR នំមកឆ្នាំងចាំតាមវីដេអូក្រោយអ្នកគ្នាឥឡូវខ្ញុំធ្វើបញ្ញាទៅឆេញមើល skin care ខ្ញុំសិនថាអស់ឲ្យគេខ្លះអ្នកទាំងអស់គ្នាគឺថាមិនមែនអស់ត្រឹមតែ Blue UV ណាអ្នកគ្នាសំបីតែ foam នេះក៏អស់ដែរចានិយាយទៅគឺថាខ្ញុំប្រើឡើងខ្ទេចខ្ទីហើយមកកាត់អ្នកគ្នាកាត់ប្រើចាគឺថាអស់មែនតែនហើយអ្នកគ្នាល្អប្រើពេកនិយាយទៅអ្នកគ្នាសម្រាប់ foam mami សានេះគឺថាខ្ញុំតខ្ចោះរបៀបនេះហ្មងដោយសារតែឥឡូវហ្នឹងគឺថាបបាក់រោទិញណាអត់មួយថ្ងៃគឺថាខ្ញុំនឹងដាច់ខ្ចោះហើយអ្នកគ្នាព្រោះថា foam គេហ្នឹងគឺថាបកែលាងសម្អាតផ្ទៃមុខបានល្អមែនតើមិនថាបាក់តេរីតូចធំទេគឺថាបដេញអស់ហើយអ្នកគ្នាលាងហើយស្បែកមុខឡើងមានសំណើមអត់មានស្ងួតមិនតិចទេហើយបើនិយាយអំពីសរុបគេវិញនេះគឺថាជួបព្យាបាលមុខជ្រួញបានល្អណាស់ជាពិសេសបងស្រីៗដែលគាត់អាយុ20ឡើងអីហ្នឹងអ្នកគ្នាត្រូវលាបសេរ៉ុមនេះឲ្យបានជាប់លាប់ឃើញសេរ៉ុម10ទូចឹងមែនក៏ប៉ុន្តែគឺប្រើបានកាន់ខែមកហើយសម្រាប់ពេលយប់គឺខ្ញុំប្រើជាមួយនឹង night cream ដែល night cream នេះក៏ចិត្តអត់ដែរអ្នកគ្នាហើយនិយាយពីថាអាចកតេខាំព្យាបាលមុនរោគកន្ទួលលមាស់ក្រហមហ្មងមុខខ្សោយប៉ុណ្ណាក៏អាចប្រើប្រាស់បានដែរដោយសារតែលេងនេះគឺអត់មានសារធាតុជាកាត់ជាតិបកទេកាន់តែប្រើស្បែកមុខគឺថាកាន់តែ smooth ហើយរឹងមាំជាងមុនអ្នកទាំងគ្នាអាចចូលទៅមើលវីដេអូចាស់ៗខ្ញុំបាននិយាយថាស្បែកមុខសិតតែរោឲ្យមុនទៀតតរំតារោជាមួយនឹងផលិតផលដែលត្រូវជាមួយនឹងស្បែកមុខគឺមិនមែនងាយស្រួលទេហើយបើនិយាយអំពី Blue UV នេះក៏អស់ដែរខ្ញុំត្រូវកាត់ទៀតហើយមើល snow ខាងក្នុងទៅគឺថាខ្ញុំត្រូវខ្វេះមកលាបអ្នកនរគ្នាហើយ Blue UV នេះដែរគឺជាភេទលេខការពារកម្ដៅថ្ងៃដែលជួយធ្វើស្បែកមុខយើងកឡូមានសំណើមហើយជួយការពារស្បែកមុខពីកម្ដៅស្បែក UVA UVB ហើយថែមទាំងជួយព្យាបាលរោគកន្ទួលក៏ដូចជាក្រហមនេះអ្នកនរគ្នាមើលទៅស្បែកមុខឡើង glowy ហ្មងហើយបន្តមកគឺខ្ញុំប្រើប្រាស់ជាមួយនឹង Pink BB ដែលសាច់ Pink BB នេះដែរគឺថាជួយ cover ស្នាមជួយផ្ដោះសំណើមដល់ស្បែកមុខហើយជួយការពារស្បែកមុខពីកម្ដៅស្បែក UVA UVB ការពារពីពន្លឺទូរស័ព្ទក៏ដូចជាអំពូលភ្លើងលាបទៅគឺថាស្មើសាច់ល្អណាស់អ្នកគ្នាអត់មានកកសព្រីសព្រុសនៅលើស្បែកមុខទេអញ្ចឹងបើសិនជាអ្នកគ្នាចង់បានស្បែកមុខដែល smooth សស្អាតបែបហ្នឹងកុំភ្លេចជាមួយនឹងឈុតមុខ Mami Sa